បាទសួស្តីអ្នកនរគ្នាខ្ញុំឃើញលោកមេភូមិរកាកោះសង្កាត់ព្រៃសររួមទាំងបពុចំនួន17នាក់ដែលជាគណៈកម្មការភូមិបានរួមគំនិតគ្នាលួចលុកដីសាធារណៈដីរួមភូមិដែលជាដីស្រះទឹកទំហំ1ហិកតាជាងតាមប្រភពព័ត៌មានដែលខ្ញុំទទួលបានដីនោះលក់បានចំនួនសាច់ប្រាក់ជាង$2 លានហើយបច្ចុប្បន្ននេះរឿងរ៉ាវលួចដីលុកនេះត្រូវបានបែកធ្លាយជាសាធារណៈក្រោយពីបែកធ្លាយមេភូមិនិងគណៈកម្មការភូមិទាំង17រូបនោះបានធ្វើការចោទទៅកាន់ប្រជាពលរដ្ឋថាដីនោះគឺប្រជាពលរដ្ឋជាអ្នកលុកប្រជាពលរដ្ឋបានផ្តិតមេដៃលុកដីនោះខ្ញុំសួរទៅកាន់លោកមេភូមិថាប្រជាពលរដ្ឋរូបណាដែលមានសិទ្ធិក្នុងការលុកដីសាធារណៈនោះខ្ញុំចង់ប្រាប់មេភូមិថាប្រជាពលរដ្ឋគាត់ជាអ្នកក្រីក្រខ្សត់ខ្សោយណាស់ឲ្យអង្គគាត់ហូបហើយឲ្យប្រហុកគាត់ហូបហើយឲ្យលុយគាត់យកលុយហើយក្នុងនាមយើងជាអាជ្ញាធរជាមន្ត្រីអ្នកអនុវត្តច្បាប់ហេតុអីបានលុកដីហើយចោទទៅកាន់ប្រជាពលរដ្ឋថាជាអ្នកលុកប្រជាពលរដ្ឋគ្មានសិទ្ធិក្នុងការលុកដីសាធារណៈទេសូម្បីតែអាជ្ញាធរមេភូមិមេឃុំនឹងក៏គ្មានសិទ្ធិក្នុងការលុកដែរដីសាធារណៈដីរួមភូមិមិនមែនជាដីបុគ្គលណានោះទេមុននឹងធ្វើការបែងចែកទៅណាតតែមានការសម្រេចរបស់ថ្នាក់ដឹកនាំតតែមានសេចក្តីជូនដំណឹងមានសចនដែលចេញដោយរដ្ឋាភិបាលកម្ពុជាហើយការលុកដីនេះបើតាមខ្ញុំដឹងលោកស្រីកឹមញឹបអភិបាលខណ្ឌដង្កោក៏មិនបានដឹងរឿងនេះដែរគឺការលុកដីនេះគឺមានតែគណៈកម្មការភូមិចំនួន17-18រូបធ្វើការសម្រេចសញ្ញាលុកលោកសួងសំអល់ចៅសង្កាត់ព្រៃសរបច្ចុប្បន្ននេះក៏គាត់ឆ្លើយថាគាត់មិនបានដឹងក្នុងការលុកដីនេះដែរមានតែគណៈកម្មការភូមិ17-18រូបនេះជាអ្នកដឹងក្នុងការលុកដីនេះហើយសូមលោកមេភូមិកុំចោទប្រកាន់ប្រជាពលរដ្ឋថាប្រជាពលរដ្ឋជាអ្នកលុកដីប្រជាពលរដ្ឋគ្មានសិទ្ធិក្នុងការលុកដីទេខ្ញុំសូមប្រាប់ទៅលោកមេភូមិឲ្យច្បាស់ការលុកដីការប្រទេសសិទ្ធិកាន់កាប់អចលនវត្ថុគ្រប់ទាំងអស់ត្រូវតែមានការដឹងឮមានការចូលរួមដោយមេឃុំចៅសង្កាត់មេភូមិសាក់សីពាក់ព័ន្ធហើយការលុកដីចំណុចភូមិរកាកោះនេះតាមប្រភពច្បាស់ការដែលខ្ញុំទទួលបានគឺលុកមិនមានការឆ្លងកាត់ឬវាយតម្លៃដោយមន្ត្រីជំនាញពាក់ព័ន្ធនោះទេសំណួរជាច្រើនដែលមេភូមិឆ្លើយមិនចេញជំវិញទៅនឹងវិក័យប័ត្រចំណូលចំណាយឯកសារក្នុងការទិញលុកដីអ្នកណាជាអ្នកទិញអ្នកណាខ្លះចូលរួមក្នុងការលុកដី1ហិកតាជាងតម្លៃនៃការលុកចំនួនប៉ុន្មានឲ្យពិតប្រាកដហើយលុយដែលបានពីការលុកដីនោះតើលោកមេភូមិយកទៅណាគណៈកម្មការភូមិទាំង17-18រូបត្រូវតែទទួលខុសត្រូវក្នុងរឿងនេះជាដាច់ខាតលុយដែលបានពីការលុកដីដែលព័ត៌មានខ្ញុំទទួលបានជាង$2 លានតើគណៈកម្មការភូមិទាំង18រូបយកទៅណាហើយសូមលោកមេភូមិនិងគណៈកម្មការភូមិកុំចោទទៅប្រជាពលរដ្ឋថាប្រជាពលរដ្ឋជាអ្នកលុកខ្ញុំសូមបញ្ជាក់ឡើងវិញថាប្រជាពលរដ្ឋគាត់ក្រីក្រខ្សត់ខ្សោយណាស់ឲ្យប្រហុកក៏គាត់ហូបឲ្យអង្គឲ្យស្រូវគាត់យកឲ្យលុយក៏គាត់យកលុយហើយកុំចោទប្រកាន់ទៅប្រជាពលរដ្ឋក្នុងនាមយើងជាមន្ត្រីអ្នកអនុវត្តច្បាប់